ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀនធ្វើ hamburger ជាមួយខ្ញុំទាំងអស់គ្នាមុននឹងបាន hamburger ញ៉ាំគឺយើងត្រូវធ្វើផ្នែកសាច់មុនគេគឺយើងរៀបចំប្រឡាក់សាច់ថ្ងៃនេះគឺខ្ញុំធ្វើ burger សាច់មាន់ដូច្នេះខ្ញុំបានទិញមាន់មកជិត1គីឡូអញ្ចឹងជាដំបូងគឺយើងត្រូវប្រឡាក់សាច់ទ្រូងមាន់ហ្នឹងយកតែផ្នែកសាច់ហើយឆ្អឹងគឺយើងយកចេញបន្ទាប់ពីយើងប្រឡាក់សាច់យកឆ្អឹងអស់ហើយគឺយើងចាប់ផ្ដើមហាន់សាច់នឹងជាចំណិតតូចៗរួចហើយច្រាំវាឲ្យម៉ត់តបពីយើងច្រាំសាច់រួចហើយយើងយកសាច់ដាក់ទៅក្នុងកធុនមកឡែកសិនបន្ទាប់មកគឺយើងចាប់ផ្ដើមច្រាំខ្ទឹមសដើម្បីជាគ្រឿងផ្សំក្នុងការប្រឡាក់សាច់ក្នុងការប្រឡាក់សាច់នេះខ្ញុំក៏មានលាយជាមួយនឹងខ្ទឹមបារាំងយើងមើមដែរដើម្បីឲ្យសាច់របស់យើងមានរសជាតិកាន់តែឆ្ងាញ់សម្រាប់ខ្ទឹមបារាំងគឺយើងត្រូវតែហាន់វាជាចំណិតតូចៗដើម្បីពេលប្រឡាក់សាច់ទៅគឺវាឆាប់ចូលជាតិជាមួយសាច់ល្អតបពីយើងហាន់ខ្ទឹមបារាំងហើយឥឡូវយើងមកដាក់គ្រឿងដើម្បីប្រឡាក់សាច់ម្ដងខ្ញុំប្រើទឹកប្រេងខ្យង1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្រេចបន្តិចប៊ីចេងបន្តិចហើយនិងស្ករសកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបមាន់កន្លះស្លាបព្រាកាហ្វេខ្ញុំប្រើពងទាមួយគ្រាប់បើសិនជាបងប្អូនចង់ប្រើពងមាន់ក៏បានដែរចុងក្រោយគឺខ្ញុំបានបន្ថែមម្សៅកាតិចនំប៉័ងចំនួនកន្លះកូនចានចង្កឹះម្សៅកាតិចនំប៉័ងវាជួយឲ្យសាច់យើងទន់ល្អហើយមួយទៀតគឺវាជួយឲ្យសាច់យើងខាំជាប់គ្នានៅពេលដែលយើងឈានគឺសាច់អត់បែកទេបន្ទាប់ពីយើងដាក់គ្រឿងចូលជាមួយសាច់អស់ហើយគឺយើងត្រូវច្បល់សាច់ចូលគ្នាឲ្យសព្វល្អបន្ទាប់ពីយើងច្បល់សាច់ចូលគ្នាសព្វល្អហើយយើងត្រូវផ្អាប់សាច់ទុកយ៉ាងហោចណាស់ឲ្យបាន2ម៉ោងបើសិនជាបងប្អូនមានពេលអាចទុកដល់1យប់ក៏បានដែរវាធ្វើឲ្យសាច់យើងកាន់តែមានរសជាតិឆ្ងាញ់2ម៉ោងក្រោយមកបន្ទាប់ពីខ្ញុំផ្អាប់សាច់បាន2ម៉ោងហើយឥឡូវនេះខ្ញុំមកចាប់ផ្ដើមមូរសាច់ជាដុំមូលចំពោះទំហំសាច់ដែលយើងមូរនេះគឺបងប្អូនចង់មូរទំហំតូចឬក៏ធំទៅតាមចំណូលចិត្តរបស់បងប្អូនពេលដែលយើងមូរសាច់ហើយឥឡូវនេះគឺយើងចាប់ផ្ដើមមករៀបចំធ្វើ hamburger ទាំងអស់គ្នាជាដំបូងគឺយើងដាក់ខ្ទះនៅលើភ្លើងដាំវារៀងក្តៅទៅបន្ទាប់មកយើងបន្ថែមប៊ឺបន្តិចរួចហើយគឺយើងអាំងនំប៉័ងឲ្យក្តៅជាមុនសិនបើសិនជាបងប្អូនមាន air fry បងប្អូនអាចកម្ដៅនំប៉័ងនៅក្នុង air fry ក៏បានដែរវាងាយស្រួលប៉ុន្តែខ្ញុំអត់មានអញ្ចឹងទៅគឺខ្ញុំត្រូវកម្ដៅនំប៉័ងនៅក្នុងខ្ទះជាមុនសិនទើបខ្ញុំយកនំប៉័ងមករៀបជា hamburger
បន្ទាប់ពីកម្ដៅនំប៉័ងហើយឥឡូវគឺខ្ញុំចាប់ផ្ដើមចៀនសាច់ម្ដងបងប្អូនពេលដែលចៀនសាច់នេះគឺយើងត្រូវសង្កត់សាច់ឲ្យវាទៅប៉ែតដោយយើងចៀនពងទាអញ្ចឹងណាតែមុននឹងយើងសង្កត់សាច់ហ្នឹងគឺបងប្អូនកុំភ្លេចលាបប្រេងឆានៅបាតវែកឆាយើងផងដើម្បីកុំឲ្យពេលយើងសង្កត់ទៅសាច់វាជាប់មួយវែកឆារបស់យើងណាបងប្អូនពេលដែលយើងចៀនសាច់គឺយើងត្រូវត្រឡប់ទៅត្រឡប់មកឲ្យសាច់យើងឆ្អិនហើយបងប្អូនបើកភ្លើងល្មមមកហើយកុំបើកភ្លើងខ្លាំងពេកជៀសវាងវាខ្លោចសាច់របស់យើងហើយមួយទៀតបើសិនជាបងប្អូនមានឈីសចង់បន្ថែមជីសពីលើក៏បានដែរក្នុងកំឡុងពេលដែលយើងរងចាំសាច់ឲ្យវាឆ្អិនហ្នឹងគឺយើងចាប់ផ្ដើមមករៀបចំនំប៉័ងជាមួយបន្លែបដាហើយពេលដែលយើងរៀបនំប៉័ងហ្នឹងគឺយើងយកម៉ាយូណេសជាមួយនឹងទឹកប៉េងប៉ោះមកលាបលើនំប៉័ងជាមុនសិនពេលដែលបងប្រើទឹកជ្រលក់ទាំងពីរមុខនេះបងប្អូនកុំដាក់ច្រើនពេកដាក់ល្មមទៅបានហើយព្រោះបើសិនជាច្រើនពេកគឺឆាប់ទ្រាំនេះអញ្ចឹងណាបងប្អូនចំពោះបន្លែដែលខ្ញុំប្រើក្នុងការរៀប hamburger នេះគឺមានសាឡាត់ប៉េងប៉ោះជាមួយនឹងខ្ទឹមបារាំងចំពោះខ្ទឹមបារាំងបងប្អូនត្រូវហាន់វាជាកង់មូលហើយដាក់ចៀនវាមួយសន្ទុះសិនទៅឲ្យវាឆ្អិនទើបយើងយកមករៀបនៅក្នុង hamburger របស់យើងបន្ទាប់ពីខ្ទឹមបារាំងយើងល្មមឆ្អិនហើយគឺយើងចាប់ផ្ដើមរៀបមានសាច់មានបន្លែចាសាឡាត់ប៉េងប៉ោះយើងបន្ថែមខ្ទឹមបារាំងនឹងមកហើយយកសាច់នំប៉័ង hamburger មកចេះយើងទៀតយើងដាក់ក្រោបពីលើទៅគឺជាការស្រេចហើយបងប្អូនជាចុងក្រោយអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយ follow page និង subscribe YouTube channel របស់ខ្ញុំផងអរគុណបងប្អូនជួបគ្នាវីដេអូក្រោយទៀត